ក្នុងចំណោមវិស័យស្នូលដែលទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាវិស័យធនាគារនិងហិរញ្ញវត្ថុត្រូវបានចាត់ទុកជាសរសៃឈាមដ៏សំខាន់មិនអាចខ្វះបានឡើយនៅក្នុងចរន្តសេដ្ឋកិច្ចភាពធន់រឹងមាំនៃសេដ្ឋកិច្ចកម្ពុជាជាច្រើនឆ្នាំមកនេះបាននឹងកំពុងផ្ដល់នូវឱកាសរីកចម្រើនយ៉ាងខ្លាំងដល់វិស័យធនាគារនិងហិរញ្ញវត្ថុតួយ៉ាងនៅក្រៅបើកដំណើរការត្រឹមរយៈពេល76ឆ្នាំប៉ុណ្ណោះធនាគារជីបម៉ុងដែលវិនិយោគ 100% ដោយសហគ្រិនខ្មែរបានកើនឡើងទ្រព្យសកម្មសរុបរបស់ខ្លួនដល់ទៅ $1.39 លានខណៈប្រាក់បញ្ញើមានដល់ទៅជាង $1.16 លានអាមេរិករីឯទំហំអន្តរជាតិវិញមានដល់ $729 លានអាមេរិកដែលត្រូវបានផ្ដល់ជូនអតិថិជននៅក្នុងវិស័យសំខាន់ជាច្រើនពិសេសសហគ្រាសខ្នាតតូចនិងមធ្យមកំណើនទ្រព្យសកម្មទំហំប្រាក់បញ្ញើនិងឥណទានទាំងនេះបានឆ្លុះបញ្ចាំងឲ្យឃើញយ៉ាងច្បាស់អំពីសមិទ្ធផលនៃការដឹកនាំប្រកបដោយចក្ខុវិស័យដ៏វែងឆ្ងាយរបស់ថ្នាក់ដឹកនាំកំពូលរបស់ធនាគារជីបម៉ុងដែលជាផ្នែកមួយនៃក្រុមហ៊ុនយក្សជីបម៉ុង Group ដែលមានបទពិសោធន៍ធុរកិច្ចជាង40ឆ្នាំនៅក្នុងប្រទេសកម្ពុជាអ្នកអង្គការលៀងមេងអគ្គនាយកធនាគារជីបម៉ុងបានបញ្ជាក់ថាគោលដៅដ៏ធំបំផុតរបស់ធនាគារជីបម៉ុងគឺចង់ឲ្យអតិថិជននិងដៃគូអាជីវកម្មទាំងអស់របស់ខ្លួនមានការរីកចម្រើនព្រោះទាល់តែអតិថិជននិងដៃគូរីកចម្រើនទើបធនាគារអាចរីកចម្រើននិងឈរជើងរឹងមាំយូរអង្វែងអ្នកអង្គការបានសង្កត់ធ្ងន់ទៀតថាធនាគារជីបម៉ុងតែងតែប្រកាន់ខ្ជាប់នៅក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ក្នុងការបម្រើសេវាជូនអតិថិជនជាពិសេសការផ្ដល់កម្ចីដែលមានការសិក្សាច្បាស់លាស់ដើម្បីជួយឲ្យអតិថិជនអាចទទួលបានកម្ចីប្រកបដោយប្រសិទ្ធភាពតម្លាភាពនិងស្របតាមស្ថានភាពទីផ្សារការយកចិត្តទុកដាក់ខ្ពស់នៅក្នុងការផ្ដល់សេវាជូនអតិថិជននេះបានធ្វើឲ្យធនាគារជីបម៉ុងកាន់តែទទួលបានការគាំទ្រនិងជឿទុកចិត្តខ្ពស់ពីអតិថិជនតាមរយៈភាពរឹងមាំទាំងផ្នែកដើមទុននិងការដឹកនាំធុរកិច្ចដ៏ប៉ិនប្រសប់របស់ថ្នាក់ដឹកនាំនៃក្រុមហ៊ុនជីបម៉ុងបានធ្វើឲ្យអតិថិជនមានជំនឿទុកចិត្តកាន់តែខ្ពស់ចំពោះធនាគារជីបម៉ុងក្នុងការចាប់យកភាពជាដៃគូហិរញ្ញវត្ថុយូរអង្វែងជាមួយគ្នាទន្ទឹមនឹងនេះធនាគារជីបម៉ុងបានបង្ហាញពីការបដិញ្ញាចិត្តខ្ពស់ក្នុងការបណ្ដុះបណ្ដាលបុគ្គលិកគ្រប់ជាន់ថ្នាក់ឲ្យមានការយល់ដឹងច្បាស់ពីអតិថិជនជាពិសេសអាចផ្ដល់ទីប្រឹក្សាដ៏ស័ក្តិសមដែលពិតជាអាចជួយជ្រោមជ្រែងឲ្យម្ចាស់អាជីវកម្មទាំងអស់ទទួលបានភាពរីកចម្រើនព្រោះគោលដៅធំនៃធនាគារជីបម៉ុងគឺដើម្បីក្លាយទៅជាធនាគារកំពូលមួយដែលតួនាទីជាដៃគូដ៏ល្អបំផុតក្នុងការជួយដោះស្រាយបញ្ហាហិរញ្ញវត្ថុសម្រាប់ប្រជាពលរដ្ឋនិងម្ចាស់សហគ្រាសនៅទូទាំងប្រទេសកម្ពុជាបច្ចុប្បន្នធនាគារជីបម៉ុងមានសាខាសរុបចំនួន15កន្លែងនៅរាជធានីភ្នំពេញនិងបណ្ដាខេត្តសក្តានុពលដូចជាសៀមរាបបាត់ដំបងនិងកំពង់ចាមបើតាមការអះអាងរបស់អ្នកអង្គការលៀងមេងជាគោលដៅនៅថ្ងៃអនាគតធនាគារជីបម៉ុងនឹងបន្តពង្រីកសាខាបន្ថែមទៀតនៅគ្រប់ខេត្តក្រុងទូទាំងប្រទេសដើម្បីផ្ដល់សេវាធនាគារកាន់តែខិតជិតអតិថិជនអ្នកអង្គការបន្ថែមទៀតថាថ្មីត្បិតតែពេលនេះធនាគារជីបម៉ុងមិនទាន់មានសាខាច្រើននៅតាមបណ្ដាខេត្តក្តីប៉ុន្តែធនាគារនៅតែអាចផ្ដល់កម្ចីនិងបម្រើសេវាធនាគារជូនដល់អតិថិជនបានយ៉ាងល្អព្រោះបុគ្គលិកធនាគារជីបម៉ុងតែងតែចេញស្វែងរកអតិថិជនដល់ទីតាំងដើម្បីផ្ដល់ជូនសេវាធនាគារដោយមិនរងចាំអតិថិជនមករកសេវាធនាគារដល់សាខានោះឡើយ